រឿងពិតស្ដីអំពីស្ត្រីដែលឆ្កួតទាំងស្នេហាជីវិតកុមារភាពសៀសាវសៀខ្សែសៀសៀកើតនៅខែឧសភាឆ្នាំ1968ក្នុងខេត្តហេឡុងជៀងប្រទេសចិនម្ដាយនាងមានសុខភាពខ្សោយបីមានផ្ទៃពោះធ្វើឲ្យគ្រួសារព្រួយបារម្ភប៉ុន្តែពួកគេបានដាក់ឈ្មោះកូនថាសាវសៀដែលមានន័យថាភ្លឺចែងចាំងដោយព្រលឹមដែលសង្ឃឹមឲ្យនាងមានសុខភាពល្អនាងធំឡើងគួរឲ្យស្រឡាញ់និងឆ្លាតនៅសាលាបឋមសិក្សានាងរៀនពូកែនិងរូបរាងស្អាតទទួលបានការស្រឡាញ់ពីគ្រូនិងមិត្តភ័ក្តិជីវិតងាយស្រួលនេះធ្វើឲ្យនាងក្លាយជាមនុស្សមានមោទនភាពការប្រែក្លាយប៉ុន្តែនៅវិទ្យាល័យជីវិតនាងប្រែប្រួលនាងដឹងថាគ្រួសារក្រីក្រឪពុកធ្វើការជាកម្មករធម្មតាម្ដាយឈឺគ្មានលុយទិញអាវថ្មីនាងមានតែអាវពណ៌ខៀវមួយខោមួយស្បែកជើងមួយគូនិងថង់សាលាចាស់ប៉ុណ្ណោះនាងដឹងថាខ្លួនគ្រាន់តែជាកូនទាអាកោនិងរស់នៅក្រោមការមើលងាយពីសង្គមនាងចាប់ផ្ដើមរៀនខំប្រឹងជ្រាវជ្រៅដើម្បីបង្ហាញតម្លៃខ្លួននៅឆ្នាំ1983បើទោះលទ្ធផលល្អក៏កន្លែងចូលសាលាសុខភាពរបស់នាងត្រូវបានគេប្រគល់ឲ្យកូនអ្នកមានអំណាចនាងខឹងសម្បាខ្លាំងនិងបានសងសឹកដោយសម្លាប់ឆ្កែរបស់ក្មេងស្រីនោះនេះជាលើកដំបូងដែលនាងដឹងពីក្តីសប្បាយនៃសងសឹកស្នេហាដំបូងនឹងការក្បត់នៅសាលាបច្ចេកទេសនាងស្គាល់ចៅហ្វឹងនៅក្នុងការប្រកួតចំណេះដឹងគាត់បានអនុញ្ញាតឲ្យនាងឈ្នះនិងពួកគេក្លាយជាគូស្នេហ៍ប៉ុន្តែក្រោយមកចៅហ្វឹងបានក្បត់នាងឈឺចាប់ណាស់និងបានបោះបង់ការសិក្សារត់ចេញពីផ្ទះអាភិហៈពាក្យពាដំបូងនៅទីក្រុងឈីជីហានាងបើកហាងតូយលក់សិភៅញាក់ចិត្តខាងឈ្មោះហ្វាន់ចិនកាំងអាយុ30ឆ្នាំមានជើងពិការតែចិត្តល្អតែងជួយនាងពេលឪពុកនាងមករកនាងដើម្បីបញ្ឆោតឪពុកនាងបានស្រាប់តែប្រកាសថាហ្វាន់ចិនកាំងជាគូស្នេហ៍ពួកគេក៏រៀបការពិតឆ្នាំ1996នាងសម្រាប់បានកូនប្រុសឈ្មោះហ្វាន់គួងស៊ីតប៊ុងដាំជីវិតស្រពឹងប៉ុន្តែសុខស្រួលជួបបរិះថ្មីឆ្នាំ2000នាងជួបអាឆឹងសហគ្រិនមឿនលុយទួនសម័យគាត់តាមចាប់នាងខ្លាំងផ្ដោតការអាហារនិងការយកចិត្តទុកដាក់នាងស្រឡាញ់គាត់ខ្លាំងនិងបានដាក់ពាក្យលេដឹងពីហ្វាន់ជឹងកាំងដោយគ្មានហេតុផលហ្វាន់ចិនកាំងយកព្រមលេដឹងដោយផ្ដាល់ប្រទេសនឹងកូនទាំងអស់ឲ្យនាងគាត់ចេញដោយគ្មានអីវ៉ៃឧបក្រមទី1សម្រាប់អតីតប្តីបន្ទាប់ពីលេដឹងនាងរស់នៅជាមួយអាឆឹងប៉ុន្តែហ្វាន់ចិនកាំងតាមរករឿយអង្វរឲ្យត្រឡប់មកវិញនាងមិនចង់ឲ្យគាត់រំខានក៏គិតផែនការសម្លាប់គាត់នៅចុងឆ្នាំ2000នាងហៅហ្វាន់ចិនកាំងមកផ្ទះធ្វើម្ហូបឲ្យញ៉ាំនិងដាក់ថ្នាំពូលក្នុងតាគាត់ស្លាប់ហើយនាងក៏ផ្សាកសពក្នុងសួនច្បារក្បែរផ្ទះឧបក្រមទី2សម្រាប់កូនអ្នកជិតខាងឆ្នាំ2003អាឆឹងចាប់ផ្ដើមមានគូស្នេហ៍ថ្មីនាងឃើញសម្បុត្រស្នេហ៍ពីស្ត្រីម្នាក់ផ្ញើមកអាឆឹងពួកគេឆ្លក់គ្នាធួនធ្ងរនៅថ្ងៃនោះឡូវិនវិនក្មេងស្រីអាយុ3ឆ្នាំកូនអ្នកជិតខាងមកលេងជាមួយកូននាងក្មេងស្រីខ្លាំងធ្វើឲ្យនាងកាន់តែខឹងនាងភ័យខ្លាចអ្នកជិតខាងឮក៏បិទមាត់ច្រមុះរហូតក្មេងស្រីនោះស្លាប់ដោយថប់ដង្ហើមឧបក្រមទី3សម្រាប់កូនខ្លួននាងដឹងថាកូនប្រុសអាយុ4ឆ្នាំរបស់នាងបានឃើញអស់នាងភ័យខ្លាចគាត់នឹងប្រាប់អ្នកដទៃនិងអាឈឹងនឹងដឹងការពិតនៅពេលយប់នាងបានដាក់ភួយគ្របមុខគាត់រហូតកូនប្រុសរបស់នាងហ្វាន់ហ្វាំងស៊ីស្លាប់ដោយថប់ដង្ហើមនាងគិតថាគ្មានកូននេះខ្ញុំអាចមានកូនថ្មីជាមួយអាឈឹងបានចាប់ចោលដោយប្រឹងស្អែកប៉ូលីសមកចាប់នាងត្រូវបានកាត់ទោសប្រហារជីវិតមនុស្ស3នាក់និងត្រូវប្រហារជីវិត